គ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញទាក់ទងទៅនឹងលោកគ្រូអ្នកគ្រូតាមមុខវិជ្ជាគាត់អាចធ្វើការកែប្រែបន្ទុកដោយខ្លួនឯងក្នុងករណីដែលគាត់បញ្ចូលបន្ទុកខុសអញ្ចឹងនៅពេលដែលគាត់បានដំណរ link នឹងហើយឧទាហរណ៍គាត់បញ្ចូលបន្ទុកសិនអញ្ចឹងឧទាហរណ៍ថាគាត់បាត់ថ្នាក់ណាអញ្ចឹងគាត់អាចរើសមើលអញ្ចឹងទៅហើយឧទាហរណ៍ខ្ញុំបញ្ចូលថ្នាក់សាកបងនេះបាទបន្ទាប់មកទៀតគាត់ tick កន្លែង email នឹងហើយឧទាហរណ៍ថាខែមិថុនាមុខវិជ្ជាពលរដ្ឋអញ្ចឹងឧទាហរណ៍ថាគាត់បញ្ចូលបន្ទុកអស់ហើយ submit អញ្ចឹងឧទាហរណ៍ថាសិស្ស date Parin នេះបន្ទុក30ប៉ុន្តែគាត់ច្រឡំបញ្ចូល20អញ្ចឹងឧទាហរណ៍ថាគាត់បាន submit ទៅហើយអញ្ចឹងនៅពេលដែល submit ទៅវាបានបញ្ជាក់ប្រាប់ message នឹងហើយគាត់អាចចុចយក submit order នេះដើម្បីបញ្ចូលមុខវិជ្ជាអីផ្សេងទៀតក្នុងករណីដែលគាត់បរៀនពីមុខវិជ្ជាអីអញ្ចឹងទៅគាត់អាចបញ្ចូលតែឧទាហរណ៍ក្នុងករណីដែលគាត់បញ្ចូលបន្ទុកខុសមិញឧទាហរណ៍សិស្ស date Parin នេះគាត់បាន30ប៉ុន្តែគាត់ច្រឡំបញ្ចូល20អញ្ចឹងគាត់អាចធ្វើការកែប្រែបន្ទុកខ្លួនឯងបានអញ្ចឹងនៅពេលដែលគាត់បញ្ចូលនឹងទៅបន្ទុកមួយទៅប្រព័ន្ធហើយបន្ទុកមួយទៀតបានផ្ញើទៅកាន់ Gmail គាត់ផ្ទាល់ Gmail គាត់ហ្នឹងណាអញ្ចឹងគាត់អាចចូលទៅកាន់ Gmail គាត់នេះអញ្ចឹងនៅពេលដែលគាត់ចូលទៅកាន់ Gmail គាត់ក្នុងតាមរយៈទូរស័ព្ទដៃឬក៏តាមរយៈកុំព្យូទ័រនឹងមាន form មួយផ្ញើមកអញ្ចឹងគាត់អាចចុចបាននេះថ្នាក់សាកល្បងតែបើសិនជាគាត់ថ្នាក់អីគេអញ្ចឹងវានឹងបញ្ជាក់ប្រាប់ថាថ្នាក់ហ្នឹងថ្នាក់ទីម៉ាន7ក7ខអីនៅត្រង់ចំណុចនឹងដូចគ្នាអញ្ចឹងគាត់អាចចុចចំណុចលើ link ហ្នឹងមកហើយគាត់នឹងឃើញបន្ទុកដែលបានផ្ញើមកកាន់គាត់ផ្ទាល់មួយហើយក្នុងករណីដែលគាត់ចង់កែប្រែនេះ date Parin នេះគាត់គ្រាន់តែចុចយកពាក្យថា edit response ហ្នឹងមកបាទអញ្ចឹងវានឹងលេញមកដល់ form មួយដែលគាត់បានបញ្ចូលថ្ងៃមុនហ្នឹងអញ្ចឹងគាត់អាចកែបានអញ្ចឹង date Parin នេះ30បាទអញ្ចឹងយើងចុចយកពាក្យ submit ហ្នឹងទៅបាទអញ្ចឹងតែប៉ុណ្ណឹងបន្ទុកហ្នឹងនឹងបានកែប្រែហើយបានជូនទៅកាន់ប្រព័ន្ធគ្រូបន្ទុកថ្នាក់ដោយស្វ័យប្រវត្តិហើយអញ្ចឹងគ្រូបន្ទុកថ្នាក់ក៏អាចមានសិទ្ធិកែប្រែបន្ទុកដោយវាយចូលក្នុងប្រព័ន្ធផ្ទាល់ហើយគ្រូមុខវិជ្ជាគាត់អាចកែប្រែបានដោយខ្លួនគាត់ផងដែរ